នៅក្នុងអតីតកាលមនុស្សជាតិយើងបានកើតឡើងនៅក្នុងពិភពលោកដែលពោពេញទៅដោយក្តីសុខប៉ុន្តែមិនយូរប៉ុន្មាននោះទេពិភពលោកដែលយើងកំពុងតែរស់នៅនេះនឹងដល់ចំណុចបញ្ចប់នៅថ្ងៃណាមួយជំនឿនៃចុងបញ្ចប់របស់ពិភពលោកមានតាំងពីសម័យបុរាណមកហើយបើតាមសាសនានីមួយៗមានជំនឿខុសៗគ្នាអំពីថ្ងៃបញ្ចប់របស់ពិភពលោកសាសនាព្រះពុទ្ធបុរាណបាននិយាយថាពិភពលោកនឹងរលាយដោយសារសិលធម៌ធ្លាក់ចុះសាសនាគ្រីស្ទបាននិយាយអំពីថ្ងៃវិភាគចុងក្រោយខណៈដែលសាសនាអ៊ីស្លាមក៏មានសញ្ញានៃការបញ្ចប់នៃមនុស្សជាតិផងដែរតើអ្វីគឺជាការពិតតើពិភពលោកយើងនេះនឹងបញ្ចប់ពិតមែនដែរឬទេថ្ងៃនេះយើងនឹងទៅពិនិត្យមើលទស្សនៈសាសនានានាអំពីថ្ងៃបញ្ចប់នៃពិភពលោកនិងស្វែងរកចម្លើយថាតើអ្វីវានឹងអាចកើតឡើងពិតមែនត្រៀមខ្លួនអ្នកទាំងអស់គ្នាឲ្យហើយយើងនឹងធ្វើដំណើរដើម្បីស្វែងរកអត្ថកម្បាំងទាំងអស់គ្នា1ការបញ្ចប់ពិភពលោកតាមសាសនាព្រះពុទ្ធតើមនុស្សយើងពិតជាដល់ថ្ងៃផុតកំណត់ដែលរស់នៅលើពិភពលោកនេះមែនដែរឬទេបើតាមសាសនាព្រះពុទ្ធពិភពលោកមួយនេះមិនបានកើតឡើងតែម្ដងនោះទេប៉ុន្តែវាបានបន្តបង្កើតជារង្វង់បន្តបន្ទាប់ហើយច្បាស់ណាស់វានឹងដល់ចំណុចបញ្ចប់នៅថ្ងៃណាមួយជាមិនខាននៅក្នុងគម្ពីរព្រះត្រៃបិដកបានពន្យល់យ៉ាងច្បាស់ថាពិភពលោកយើងនេះនឹងរលាយ3របៀបគឺដោយភ្លើងដោយទឹកនិងដោយខ្យល់បើតាមសាសនាព្រះពុទ្ធសម័យដែលយើងរស់នៅនេះគេហៅថាសម័យមនុស្សប៉ុន្តែពិភពលោកយើងនេះកំពុងតែចូលដល់សម័យកលយុគដែលជាសម័យដែលអាក្រក់បំផុតបើយើងពិនិត្យមើលគម្ពីរបុរាណយើងនឹងឃើញអត្ថបទដែលបាននិយាយថាមនុស្សនឹងបាត់បង់សិលធម៌មនុស្សពីមុនដែលធ្លាប់មានតែអាយុរាប់រយឆ្នាំនឹងនៅសល់ត្រឹមតែ10ឆ្នាំតែប៉ុណ្ណោះនឹងមានសង្គ្រាមមនុស្សនឹងសម្លាប់គ្នាដើម្បីប្រជែងរកអំណាចមិនមានអក្សរមិនមានសាសនាទស្សនៈនៃព្រះសាស្តានឹងបាត់បង់ទាំងស្រុងព្រះពុទ្ធបានព្យាករណ៍ថាពិភពលោកនឹងទទួលរងគ្រោះធំដែលមនុស្សបានបាត់បង់សិលធម៌ទាំងអស់ហើយសល់តែអំពើអាក្រក់តែប៉ុណ្ណោះតើថ្ងៃបញ្ចប់ពិភពលោកមានពិតដែរឬទេពេលដែលបញ្ចប់សម័យទី3ពិភពលោកនឹងត្រូវរលាយដោយសារភ្លើងដ៏ធំមួយដែលវាបានឆេះគ្រប់យ៉ាងទាំងអស់រួមទាំងមនុស្សនិងសត្វបន្ទាប់មកពិភពលោកនឹងវិលត្រឡប់មកសភាពបរិសុទ្ធវិញហើយព្រះស្រីអរិមេត្រីនឹងបង្ហាញខ្លួនជាព្រះពុទ្ធអង្គថ្មីប៉ុន្តែតើនេះជាការពិតឬក៏ជាការព្យាករណ៍បុរាណតែប៉ុណ្ណោះនៅក្នុងសតវត្សទី20និង